ជម្លោះរបស់មនុស្សជាតិបង្កើតឲ្យមានតថភាពដែលផ្ទុយពីធម្មជាតិនៅពេលយើងប្រើប្រាស់អំណាចជ្រុលហួសហេតុយើងនឹងគ្រប់គ្រងលើពិភពធម្មជាតិនិងមិត្តរួមផែនដីរបស់យើងសន្តិភាពអាចសម្រេចទៅបានលុះត្រាតែមនុស្សរៀនរស់នៅដោយសុខដុមរមនាជាមួយគ្នាទៅវិញទៅមកនិងជាមួយភពផែនដីដែលចិញ្ចឹមបីបាច់យើងទាំងអស់គ្នាធម្មជាតិមិនស្គាល់ព្រំដែនឡើយពពួកសត្វទេសន្តរប្រវេសផ្សារភ្ជាប់បណ្ដាប្រទេសនានាទោះបីជាមានការបែងចែកដោយនយោបាយក៏ដោយរបៀបដែលយើងប្រព្រឹត្តចំពោះសត្វព្រៃគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីរបៀបដែលយើងប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកនៅពេលយើងកេងប្រវ័ញ្ចលើទឹកដីយើងក៏រៀនកេងប្រវ័ញ្ចលើមនុស្សដូចគ្នាផងដែរនៅពេលយើងចាត់ទុកការបំផ្លិចបំផ្លាញជារឿងធម្មតាអំពើខុសខើនឹងคล้ายជាអ្វីដែលគេអាចទទួលយកបានការអភិរក្សសត្វព្រៃមិនមែនជាគំនិតដែលទន់ជ្រាយនោះទេវាគឺជាការពិតដ៏ជាក់ស្ដែងមួយប្រសិនបើយើងមិនអាចរស់នៅជាមួយភាវៈដែលគ្មានសម្លេងតវ៉ាបានទេយើងក៏មិនអាចមានសន្តិភាពពិតប្រាកដជាមួយគ្នាបានដែរនៅពេលយើងការពារសត្វព្រៃនិងជំរកធម្មជាតិគឺយើងជ្រើសរើសយកកិច្ចសហការជាជាងការកេងប្រវ័ញ្ចជ្រើសរើសតុល្យភាពជាជាងការបំផ្លិចបំផ្លាញនិងជ្រើសរើសការយកចិត្តទុកដាក់ជាជាងការត្រួតត្រាសន្តិភាពទាមទារនៅភាពស្មោះត្រង់មនុស្សជាតិត្រូវតែលះបង់ចោលនៅគំនិតចង់ឈ្នះចង់ចាញ់ហើយជ្រើសរើសយកការទទួលខុសត្រូវការចេះអត់ធ្មត់និងការគោរពបើមិនដូច្នោះទេយើងត្រូវទទួលស្គាល់ថាចំនួនដែលយើងកំពុងរងគ្រោះគឺជាអ្វីដែលយើងបង្កើតឡើងដោយខ្លួនឯងសន្តិភាពចាប់ផ្ដើមចេញពីសេចក្តីសប្បុរសចូលស្ដាប់ដោយបើកចិត្តឲ្យទូលាយនិងធ្វើសកម្មភាពដោយក្តីមេត្តាករុណានិងអនុញ្ញាតឲ្យការគោរពជាអ្នកនាំផ្លូវរាល់សកម្មភាពរបស់អ្នក